Ngàyនេះខ្ញុំចង់ចេញវីដេអូចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះអំពីកាលមិនមើលឃើញពីតម្លៃរបស់ខ្លួនឯងខ្ញុំឃើញមានមនុស្សជាច្រើនមិនថាខ្លួនខ្ញុំទេគឺយើងតែងតែគិតថាអញ្ចេះហេតុអ្វីបានជាយើងពីមួយឆ្នាំទៅមួយឆ្នាំមកដល់បច្ចុប្បន្ននេះអត់មានសល់អីសោះហេតុអីបានជាមនុស្សដែលយើងស្គាល់អ្នកខ្លះទៅគេមានសល់នេះគេមានសល់នោះសល់ផ្ទះសល់ឡានសល់វិឡាអីចឹងទៅហើយគេមានលុយគេមានកូនរបស់គេរៀននៅសាលាល្អហើយខ្លួនគេក៏មានការងារល្អហេតុអីបានជាការឆ្លងកាត់ដូចគ្នាហេតុអីបានជាជីវិតរបស់គេល្អជាងយើងហេតុអីបានជាយើងនឹងមិនល្អស្មើគេហើយនិយាយរួមគឺយើងមើលឃើញថាគេនឹងគឺល្អហ្មងតែខ្លួនឯងនឹងយើងមើលឃើញថាខ្លួនឯងនឹងគឺមិនល្អហ្មងអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងតែគិតបែបហ្នឹងណាខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាត្រឡប់ទៅមើលពីរឿងរ៉ាវជាច្រើនដែលបងប្អូនទាំងអស់គ្នាធ្លាប់បានឆ្លងកាត់នៅពេលអតីតតើយើងធ្លាប់ឆ្លងកាត់អីខ្លះយើងធ្លាប់ពិបាកមិនខ្លះយើងធ្លាប់និយាយរួមគឺភាពលំបាករបស់យើងការឆ្លងកាត់ការមើលងាយការតេះដៀលសពគ្រប់បែបយ៉ាងទាំងអស់ហ្នឹងនៅពីអតីតហ្នឹងណាតើយើងធ្លាប់ឆ្លងកាត់អីគេខ្លះធ្លាប់គេមើលងាយធ្លាប់គេដៀលធ្លាប់គេថាធ្លាប់គេនិយាយមិនល្អបែបនេះបែបនោះចាធ្លាប់មានគ្រប់សពបែបយ៉ាងតែក៏ត្រូវបាត់បង់គ្រប់យ៉ាងត្រឡប់ទៅវិញតែយើងខ្លួនយើងហ្នឹងណាអត់ដែរបោះបង់ទេនៅតែជឿជាក់នៅតែក្រាញ់ននាលនៅតែមានដង្ហើមដកនៅតែប្រឹងទៅធ្វើគ្រប់សពបែបយ៉ាងចាតស៊ូគ្រប់យ៉ាងដើម្បីឲ្យខ្លួនឯងនឹងមានលទ្ធផលត្រឡប់មកវិញអានេះគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាត្រឡប់ទៅមើលរឿងអតីតត្រឡប់ទៅមើលអតីតរបស់ខ្លួនឯងតើធ្លាប់ឆ្លងកាត់អីគេខ្លះធ្លាប់ឆ្លងកាត់រឿងរ៉ាវអីគេខ្លះរឿងពីអតីតហ្នឹងហើយរហូតមកដល់បច្ចុប្បន្ននេះតើបងប្អូនទាំងអស់គ្នានឹងមានបានន័យថាអញ្ចេះយើងតែងតែសួររបានន័យថាយើងតែងតែសួររពីហេតុអ្វីបានជាយើងមិនដែលធ្វើអីបានសោះដូចគេអញ្ចឹងណាប៉ុន្តែអាហ្នឹងគឺជាពាក្យសម្ដីដែលយើងកំពុងតែតេះដៀលខ្លួនឯងដែលយើងកំពុងតែមើលងាយខ្លួនឯងអត់មើលឃើញពីតម្លៃរបស់ខ្លួនឯងនៅពេលដែលបងប្អូនទាំងអស់គ្នាគិតបែបហ្នឹងបងប្អូនត្រូវទៅមើលអារូបភាពពីអតីតនេះតែយើងធ្លាប់ឆ្លងអីខ្លះឆ្លងកាត់អីខ្លះហេតុអ្វីបានជាយើងអាចមកឈរនៅបច្ចុប្បន្ននេះបានអានេះគឺខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នានឹងទៅឆែកមើលពីអតីតរបស់ខ្លួនអតីតរបស់ខ្លួននឹងយើងធ្លាប់ឆ្លងកាត់យើងពិបាកមិនខ្លះមិនបានជាយើងប្រកែមិនយើងខ្លាំងម៉េះបានជាយើងអាចមកឈរនៅចំណុចសពថ្ងៃនេះបាននេះហេតុអីបានជាយើងប្រកែយើងល្អយើងជាមនុស្សម្នាក់ដែលរឹងមាំខ្លាំងម៉េះយើងគួរតែមកអរគុណខ្លួនឯងវិញយើងអត់ត្រូវបន្ទោសខ្លួនឯងទេបងអូនព្រោះជីវិតរបស់មនុស្សម្នាក់គឺវាមានហេតុផលបានន័យថាជីវិតរបស់មនុស្សម្នាក់គឺវាមានលេខសំណាងរៀងៗខ្លួនយើងនិយាយចេះទៅចាយើងអត់អាចទៅកំណត់វាសនារបស់អ្នកណាម្នាក់ឯងសំខាន់យើងត្រូវតែចេះឲ្យតម្លៃខ្លួនយើងត្រូវតែចេះឲ្យធម៌ពលខ្លួនយើងហើយយើងត្រូវតែចេះគូសវាសពីមួយឆ្នាំទៅមួយឆ្នាំនេះទោះបីជាយើងមិនសល់អ្វីប៉ុន្តែតើយើងបានហែឆ្លងអីខ្លះយើងធ្លាប់ឆ្លងកាត់អ្វីខ្លះយើងធ្លាប់រឹងមាំកើតពីបញ្ហានឹងអីខ្លះយើងត្រូវកត់អានឹងវិញបើសិនជាបងប្អូនកត់នាំគ្នាកត់គោលដៅដែរតែវាគោលដៅទាំងអស់ហ្នឹងវាមិនបានដោយអ្វីដែលខ្លួនឯងចង់បានតែវាទៅជាបានអីផ្សេងអាហ្នឹងក៏ជាអ្វីដែលយើងបានដែរកុំបន្ទោសខ្លួនឯងកុំដាក់សម្ពាធខ្លួនឯងត្រូវចេះឲ្យតម្លៃខ្លួនឯងផ្ដល់ធម៌ពលឲ្យខ្លួនឯងចាប់ពីថ្ងៃហ្នឹងទៅណាបងអូនចាអរគុណសម្រាប់ការទស្សនាវីដេអូនេះហើយក៏សូមជួយ Subscribe ម្នាក់មួយបើសិនជាពេញចិត្តវីដេអូមួយនេះណាអរគុណ